ក្មេងស្រីវាយគ្នាពេញសាកលវិទ្យាល័យប៉េកាំងនេះជារបៀបដែលសាកលវិទ្យាល័យ Kyoto ធំអ្នកហើយម៉ាក់ខ្ញុំបានមកដល់សាកលវិទ្យាល័យជីណានហើយកុំបារម្ភខ្ញុំពិតជានឹងខិតខំសិក្សាលើកក្រោយសូមឲ្យពួកគេកេះដៃអបអរសូមស្វាគមន៍អ្នករកគ្រាប់បាល់បានច្រើនជាងគេមកពីទូទាំងប្រទេសចេញពីស្ពាននាយកសាលាជាទីគោរពអរុនសួស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះឆែឈៀវនេះជាលើកទី1របស់ខ្ញុំដែលបានមកលេងទីក្រុងចេញហើយប្រហែលជាអ្នកជាច្រើនបានកើតនៅទីនេះប៉ុន្តែខ្ញុំមកពីភ្នំខ្ញុំបានចំណាយពេល18ឆ្នាំពេញដើម្បីដើរពីភ្នំទៅកាន់ទីក្រុងចេញហើយសុបិនរបស់ខ្ញុំនៅទីនេះខ្ញុំជឿថាដរាបណាខ្ញុំចិញ្ចឹមចិត្តក្តីសុបិនទាំងអស់អាចរីកទៅជាផ្កាដ៏អស្ចារ្យឆែនេះជាអំណោយរបស់សិស្សច្បង你的梦想终会实现。谢谢大家。ការសម្ដែងរបស់យោយោនៅលើស្ពានមិនត្រឹមតែធ្វើឲ្យនាងខ្លាចជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងប្រទេសប៉ុណ្ណោះទេនាងនៅតែជាស្ត្រីដែលមានទេពកោសល្យក្នុងផ្នែកសិក្សាសារព័ត៌មានគាត់ត្រូវបានគេវាយតម្លៃរួចហើយនៅលើវេទិកាវ័យក្មេងត្រូវបានជ្រើសរើសជាលេខថ្មីយ៉ាវយ៉ាវវាហាក់ដូចជាគាត់លួចចំណាប់អារម្មណ៍របស់អ្នកសត្វស្លាបព្រៃដែលរត់ចេញពីភូមិភ្នំក្រីក្រខ្ញុំក៏ចង់ខ្លាចជា Phoenix ដែរនិយាយជាមួយខ្ញុំអំពីសុបិនបន្ទាប់មកខ្ញុំនឹងបង្រៀនគាត់នៅមេរៀនដ៏ល្អមួយហា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 ទេខ្ញុំចង់សុបិនអាក្រក់ដំណឹងល្អសម្រាប់ឆែឈៀវអត្ថបទព័ត៌មានដែលអ្នកសរសេរសម្រាប់ខ្ញុំអំពីស្ត្រីនៅលីបានជ្រើសរើសខាងលើអបអរសាទរប្អូនស្រីឈៀវប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកគឺជាអ្នកសរសេរខ្មោចរបស់ខ្ញុំពួកគេបានធ្វើឲ្យខ្ញុំក្លាយជាអ្នករាយការណ៍ព័ត៌មានសម័យដើមជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំជាអ្នកសារព័ត៌មានសុងវៃប៉ុន្តែពី3ឆ្នាំមុនរឿងអាក្រក់បែបនេះបានកើតឡើងចំពោះអ្នកនៅសាកលវិទ្យាល័យ Kyoto អ្នកត្រូវបានបណ្តេញចេញពីសាលារៀនការជាប់ក្នុងបញ្ជីខ្មៅមានន័យថាគ្មានស្ថានីយទូរទស្សន៍ណាហ៊ានជួលអ្នកទេខ្ញុំបានផ្ដល់ឲ្យអ្នកនៅការងារមួយយល់ហើយបងស្រីសុងអ្នកគ្រាន់តែត្រូវដឹងខ្ញុំនឹងមិនប្រព្រឹត្តចំពោះអ្នកដោយអយុត្តិធម៌ទេរដ្ឋមន្ត្រី United Change Group ជួឈររបស់ Yai Investment List Trainer Live យើងបានអញ្ជើញគាត់ទៅញ៉ាំអាហារពេលល្ងាចនៅក្លឹបឈៀវជឹងមកចូលរួមជាមួយយើងបងស្រីសុងខ្ញុំប្រាប់អ្នកជាមុនខ្ញុំធ្វើការតែនៅពីក្រោយឆាកខ្ញុំមិនចូលរួមជាមួយអតិថិជនសម្រាប់ឈៀវតើអ្នកផលិតកម្មវិធីនេះទេខ្ញុំមិនអាចធ្វើបានដោយគ្មានអ្នកទេអ្នកមិនប្រញាប់រកលុយទេតើអ្នកចង់ព្យាបាលជំងឺរបស់មិត្តប្រុសយ៉ាងឈៀវទេប្រសិនបើវាដំណើរការនៅយប់នេះខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅស្រោមសម្បត្តិក្រហមដ៏ធំមួយចំនួន100,000 យន់មិនអីទេខ្ញុំនឹងទៅឥឡូវនេះមិនអីទេខ្ញុំនឹងផ្ញើទីតាំងរបស់ខ្ញុំមកឥឡូវនេះហើយអ្នកមិនអាចចុះម៉ូតូអគ្គិសនីរបស់អ្នកនៅទីនេះបានទេនេះគឺជាក្លឹបលំដាប់ខ្ពស់អូសុំទោសខ្ញុំនឹងចតនៅខាងផ្លូវដើរលឿនសាក់លបងប្រូទីបំផុតអ្នកបានត្រឡប់ទៅប្រទេសចិនវិញហើយបន្ទាប់ពីជាង5ឆ្នាំលើកនេះឯងមិនចាក់ចេញទៀតទេមែនទេខ្ញុំបានត្រឡប់ទៅប្រទេសចិនវិញជាមួយនឹងបេសកកម្មមួយស្ត្រីចំណាស់ចង់មានចៅប្រុសជំរុញឲ្យខ្ញុំរៀបការអភិបាលក្រុងលោកចង់ត្រឡប់ទៅប្រទេសចិនវិញដើម្បីរៀបការអ្នកសង្គមនិងអ្នកស្នង100ពីយ៉េងហេមិនមែនជាអ្នកជ្រើសរើសទេតើអ្នកចូលចិត្តនារីប្រភេទណា Experiment Bro ខ្ញុំចូលចិត្តនិយាយជម្រាបសួរមិត្តរួមថ្នាក់របស់ខ្ញុំទាំងអស់អរុនសួស្ដីខ្ញុំឈ្មោះឆែឈៀវហើយតើមានអ្វីនាំអ្នកមកទីនេះម្ដងទៀតជិះស្កូទ័រអគ្គិសនីតូចរបស់អ្នកខ្ញុំមានការណាត់ជួបតើបន្ទប់ឯកជនមួយណាអូ1066តើមានការកក់បន្ទប់វេបលេខ1066ទេអូបាទមិនអីទេតោះចូលសាក់លបងបងប្រុសអ្នកមិនទាន់និយាយថាអ្នកចូលចិត្តនារីប្រភេទណានៅឡើយទេសន្តិសុខតូចមួយនៅទីក្រុងខេងហេពួកគេមានអាកប្បកិរិយាធំបែបនេះតើអ្នកធ្វើកិច្ចការដោយរបៀបណាខ្ញុំហ៊ីវសែលនឹងនិយាយជាមួយចៅវាយរបស់អ្នកមិនចាំបាច់ធ្វើវាទៀតទេចេញពីទីនេះឥឡូវនេះលោកហ៊ីវសូមទុកចិត្តខ្ញុំលោកហ៊ីវបងស្រីសងឈៀវអ្នកបានមកដល់ហើយចូលទៅយ៉ាងលឿនរដ្ឋមន្ត្រីលីសូមអរគុណចំពោះវត្តមានរបស់ខ្ញុំសូមអរគុណលោករដ្ឋមន្ត្រីលីខ្ញុំបានឮថាអ្នកនឹងវិនិយោគលើជួរឈរថ្មីរបស់យើងស្ត្រីចៅក្រមតូលខ្ញុំរំភើបណាស់
ហាសហាអ្នកទាំងអស់គ្នាចិត្តល្អពេកហើយនេះគឺរដ្ឋមន្ត្រីលីនេះគឺជាឆែឈៀវពីស្ថានីយ៍របស់យើងឆែឈៀវស្វាគមន៍រដ្ឋមន្ត្រីលីយ៉ាងឆាប់រហ័សរដ្ឋមន្ត្រីលីវាយូរហើយដែលខ្ញុំលីពីរនាក់ឆែតើអ្នកស្គាល់ខ្ញុំទេរដ្ឋមន្ត្រីលីកម្មវិធីប្រកួតកីឡាវិនិយោគដោយរដ្ឋមន្ត្រីលីនិងចំនួនថ្មីនៃសម្លេងល្អប្រជាប្រិយភាពទូវាគឺជាឈ្មោះដែលត្រូវនឹងខ្ញុំអេមើលសាក់មើលទាំងអស់គ្នានេះបង្ហាញថាពួកគេបានធ្វើកិច្ចការផ្ទះយ៉ាងហ្មត់ចត់មិនអីទេប្រសិនបើអ្នកមានទេពកោសល្យខាងវិញ្ញាណអ្នកអាចប្រឹងប្រែងដើម្បីកែលម្អការសរសេររបស់អ្នកបើមិនមែនជាអ្វីដែលបានកើតឡើងវិញនោះវានឹងខូចខាតគាត់គឺជាម្ចាស់ផ្ទះសម័យដំបូងរួចទៅហើយមកថេថេងសូមជម្រាបសួរលោករដ្ឋមន្ត្រីនិងពិសានបញ្ចុកហេតុអ្វីអូខេហាហាអរគុណអ្នកទាំងអស់គ្នាសូមអរគុណលោករដ្ឋមន្ត្រីលីផឹកឡើង